តោះចឹងលំហាត់ទី3នេះតាមពិតទៅអាខ្ទង់កឲ្យខនដូចតែគ្នានេះអូនឯងមើលគេឲ្យបង្ហាញថាចក្រកោណអែប e ហាស់ជាប៉ូលីក្រាមដូចគ្នាដែរចឹងលំហាត់នេះតាមពិតធ្វើតែកឲ្យបានខដូចជាមិនបាច់ទេតែបើនេះក៏ធ្វើដែរធ្វើដដែលតែគេដាក់មកសំណួរបែបហ្នឹងហើយគេឲ្យហាស់អូនហាស់ស្មើនឹង e អែបមើលរូបហាស់ស្មើនឹង e អែបហាស់ហាស់នេះប្រវែងហាស់ស្មើនឹង e អែបហាស់ស្មើ e អែបមុំហាស់ e ហាស់ e មុំនេះស្មើនឹងមុំ e អែប ez ស្មើមុំនេះអញ្ចឹងមុំត្រូវគ្នាលោកគ្រូនិយាយតាក់ទងទៅនឹងបន្ទាត់ស្របសិនកាលណាលោកគ្រូមានបន្ទាត់ស្របលោកគ្រូមានបន្ទាត់2ស្របគ្នាថ្នាក់ទី7អូនកាលណាលោកគ្រូមានបន្ទាត់2ស្របគ្នាមុំនេះមុំឆ្លាស់ក្នុងជាមុំប៉ុននេះមុំលេខ1មុំលេខ2មុំឆ្លាស់ក្នុងជាមុំប៉ុននេះមុំលេខ1ស្មើនឹងមុំលេខ2វាជាមុំឆ្លាស់ក្នុងបើបន្ទាត់2នឹងស្របគ្នាបន្ទាត់ day1 ស្របនឹង day2 បើ day1 ស្របជាមួយនឹង day2 បានមុំឆ្លាស់ក្នុងជាមុំប៉ុនគ្នាហើយអាមុំឆ្លាស់ក្នុងមុំទី2វាប៉ុនជាមួយនឹងមុំលេខ3វាមុំទល់កំពូលមុំលេខ2វាស្មើជាមួយនឹងមុំលេខ3មុំទល់កំពូលអញ្ចឹងសរុបទៅយើងទាញបានមុំអីគេសរុបទៅយើងទាញបានមុំលេខ1ស្មើនឹងមុំលេខ3អញ្ចឹងអាមុំលេខ1មុំលេខ3នេះគេឲ្យឈ្មោះថាមុំលេខ1មុំលេខ3ណាអាហ្នឹងគឺជាមុំត្រូវគ្នាអញ្ចឹងកាលណាមានបន្ទាត់2ស្របគ្នាកាត់ដោយខ្នាត1គេបានមុំត្រូវគ្នាជាមុំប៉ុនគ្នាច្រាស់មកវិញចុះបើសិនជាមានបន្ទាត់ហ្នឹងគេអត់ដឹងថាស្របឬមិនស្របទេតែគេមានខ្នាត1ហើយមានមុំត្រូវគ្នានេះស្មើគ្នានេះមុំត្រូវគ្នាអានេះមាន x របស់ x អានេះ x ដែរមុំត្រូវគ្នានេះស្មើគ្នាយើងទាញបានបន្ទាត់2ហ្នឹងជាបន្ទាត់ស្របនេះអូនយល់ទេអូនយល់លោកគ្រូបាទអញ្ចឹងអានេះសមាធិកម្មដាក់មកស្មើចេះហើយនេះស្មើអានេះមុំនេះស្មើគ្នាអញ្ចឹងសម្រាយបញ្ជាក់អូនទៅសេមកសរសេរថាយើងមានអានេះហាស់ស្មើនឹង ef បាន1ហាស់ស្មើនឹង ef សមាធិកម្មស្មើនឹង ef អញ្ចឹងចក្រកោណនេះមានជ្រុងឈោមស្មើគ្នាចក្រកោណមានប្រវែងជ្រុងឈោមស្មើគ្នាហើយមានមុំនេះស្មើគ្នាវាតួនាទីវាជាមុំត្រូវគ្នាមុំ2ហ្នឹងមុំត្រូវគ្នាអូនអានេះបន្ទាត់ស្របឡើងលើវិញមិញគ្រូមិញនិយាយបន្ទាត់ស្របដេកឥឡូវបន្ទាត់ស្របនេះឡើងលើវិញបន្ទាត់ស្របនេះចេះហើយអានេះមុំនេះគេហៅមុំត្រូវគ្នាហើយមុំត្រូវគ្នាអញ្ចឹងមុំត្រូវគ្នាស្មើគ្នានាំឲ្យបន្ទាត់2ហ្នឹងស្របគ្នាដោយមុំហាស់ e ស្មើនឹងមុំ e f z អញ្ចឹងនាំឲ្យបន្ទាត់នេះជាបន្ទាត់ស្របគ្នាចក្រកោណទាំងឡាយណាដែលមានជ្រុងឈោមមានប្រវែងស្មើគ្នានិងស្របគ្នាអញ្ចឹងវាជាប៉ារ៉ាឡេឡូក្រាមណានិយមន័យប៉ារ៉ាឡេឡូក្រាមចក្រកោណដែលមានជ្រុងឈោមស្របគ្នា2ប៉ុន្តែបើជ្រុងឈោមស្របគ្នាហើយស្មើគ្នាទៀតចក្រកោណហ្នឹងក៏ជាប៉ារ៉ាឡេឡូក្រាមដែរលក្ខណៈរបស់ប៉ារ៉ាឡេឡូក្រាមជ្រុងឈោមអាហ្នឹងលក្ខណៈទីប្រមាណនេះលោកគ្រូផ្លេចវាមានលក្ខណៈប៉ារ៉ាឡេឡូក្រាមមានលក្ខណៈទី1ទី2ទី3ទី4អញ្ចឹងអាហ្នឹងដូចជាលក្ខណៈទី3មិនដឹងជ្រុងឈោមមានរបស់ជ្រុងឈោមស្របគ្នាហើយស្មើគ្នាទៀតវាជាប៉ារ៉ាឡេឡូក្រាមតោះយើងស្រាយមកដាក់ដំណោះស្រាយអូខេបង្ហាញថាជាប៉ារ៉ាឡេឡូក្រាមយើងមាននេះសមាធិកម្មមុនអានេះមុំនេះមុំហាស់នេះមុំនេះស្មើគ្នាអញ្ចឹងយើងទាញបានហាស់ស្របវាជាមុំត្រូវគ្នានាំឲ្យហាស់ស្របជាមួយនឹង ef
ហើយហាស់ដដែលវាស្មើនឹង EF ចាក់តកោណដែលមានជ្រុងឈោមស្របគ្នាហើយស្មើគ្នាវាជាប្រឡេឡូក្រាមអូនត្រូវចាំបើមិនដែលដឹងពីមុនមកអូនត្រូវដឹងលើកនេះចាក់តកោណទាំងឡាយណាដែលជ្រុងឈោមគ្នាវាស្របគ្នាហើយស្មើគ្នាចាក់តកោណនឹងជាប្រឡេឡូក្រាមហើយអូនឯងសាក់គូមើលគូឲ្យតែគូនេះគូអាហ្នឹងគូចឹងស្របគូអាលើហ្នឹងហើយអូនឯងគូអាក្រោមគូនរណាគូនរណាគូននេះគូស្របហើយអូនវាស់ឲ្យឃើញស្មើគ្នាលោកគ្រូគូយ៉ាងវែងជាងគ្នាតិចគូយ៉ាងវែងជាងគ្នាតិចអញ្ចឹងលោកគ្រូដាក់ធ្វើនេះយ៉ាងស្មើគ្នានេះស្របគូឲ្យស្របហើយវាស់ឲ្យឃើញស្មើហើយអូនឯងភ្ជាប់មកឲ្យចេញជាចតុកោណអានេះជាប្រឡេឡូក្រាមយល់ទេអូនយល់បាទតុងខដដែលតុងខគេឲ្យសមាធិកម្មស្របអែបនេះហាស់ស្របនឹង EF ហើយហាស់ស្មើនឹង EF ទៀតIFJ ស្មើនឹង EF ដូចជា IFJ ស្មើ EF វាអត់ប្រយោជន៍ IFJ ស្មើនឹង EF វាអត់មានន័យអីទេអញ្ចឹងយើងយកសមាធិកម្មតែ2នេះយកមកបានយកតែ2នេះមកបានតែ2នឹងមកវាមានជ្រុងឈោមស្របគ្នាហើយជ្រុងឈោមស្របគ្នាហើយវាមានរវាយស្មើគ្នានាំឲ្យនេះជាប្រឡេឡូក្រាមអញ្ចឹងតុងខទៅសេអាសមាធិកម្មនឹងចូលមកហើយដាក់ប្រឡេឡូក្រាមយកយើងមាននឹងស្របហើយស្មើហ្នឹងនាំឲ្យវាជាប្រឡេឡូក្រាមបានប៉ុណ្ណឹងអត់បាច់ធ្វើអីទេតុងខប៉ុណ្ណឹងមិនដែរអូនយល់ទេយល់ហើយលោកគ្រូតោះនេះយើងទៅលំហាត់មួយទៀតអូនណានេះចូលដល់លំហាត់ទី4អត់មានរូបទេតែយើងដោះស្រាយពេលធ្វើយើងគូរូបអូនសាកគិតតិចហើយចូលយ៉ាងស្ងាត់ខ្ញុំចូលយូរហើយលោកគ្រូចូលតែអត់លឺមាត់យ៉ាងស្ងាត់បាទលោកគ្រូតោះបើតាមស្រន់អីវិញងាយនិយាយទេពិសត់អីគ្រាន់និយាយអូខេអូនតោះអញ្ចឹងតាក់ទងនឹងប្រឡេឡូក្រាមមិញម៉ោងមុនមិញអូនចេះអូនស្គាល់ប្រឡេឡូក្រាមដឹងរឿងប្រឡេឡូក្រាមជាចតុកោណដែលជ្រុងឈោមគ្នាស្របគ្នានិងប្រវែងស្មើគ្នាមែនទេប្រឡេឡូក្រាមជាចតុកោណដែលជ្រុងដែលនៅឈោមគ្នាស្របគ្នាហើយវាមានប្រវែងស្មើគ្នាទៀតវាស្របគ្នាហើយវាស្មើគ្នាអាហ្នឹងប្រឡេឡូក្រាមអាហ្នឹងលោកគ្រូនិយាយរឿងលំហាត់មុនមិញលោកគ្រូបាទដែលដល់ពេលលំហាត់នេះលំហាត់តមកទៀតនេះនិយាយពីមុំប្រឡេឡូក្រាមរាល់ប្រឡេឡូក្រាមទាំងអស់មុំដែលនៅឈោមគ្នាមុំទល់មុខគ្នាឥឡូវលើមុំ A អានេះ B C មុំ D ឥឡូវលោកគ្រូចង់សួរថាលោកគ្រូប្រាប់សិនប្រឡេឡូក្រាមជាចតុកោណដែលមុំឈោមមានរវាស់ស្មើគ្នាមុំឈោមគ្នាស្មើគ្នាអញ្ចឹងអូនថាមើលលោកគ្រូថាមុំឈោមស្មើគ្នាអញ្ចឹងអូនថាមើលមុំណាស្មើមុំណាអញ្ចឹងមុំឈោមគ្នាស្មើគ្នាមុំ A ស្មើមុំ C គ្រូបាទមុំ A ស្មើមុំ C អូខេមាន2គូឈោមមាន1គូទៀតហើយមុំ D ស្មើមុំ B good មុំ D ស្មើមុំ B ហ្នឹងមុំឈោមគ្នាស្មើគ្នាប្រឡេឡូក្រាមជាចតុកោណដែលមុំឈោមគ្នាស្មើគ្នាហើយមុំតគ្នាមុំជាប់ជ្រុងតែមួយយើងនិយាយថាមុំតគ្នាក៏បានដែរឬក៏មុំដែលនៅជាប់ជ្រុងតែមួយមុំដែលនៅជាប់ជ្រុងតែមួយជាមុំបន្ថែមគ្នាជាមុំដែលមានផលបូកស្មើនឹង180មុំណាដែលជាប់ជ្រុងតែមួយមុំណានឹងមុំណាដែល B មុំអីអូនមុំ A និងមុំ B មុំ B បាទមុំ A មុំ B អញ្ចឹងមានន័យថាមុំ A បូកមុំ B ស្មើ180ឬក៏មុំ A ជាមួយមុំ D បានទេមុំ A ជាមួយមុំ D បានទេមុំជាប់ជ្រុងតែមួយដែរទេអាហ្នឹង180អូនដឹងរឿងហ្នឹងនៅអញ្ចឹងលំហាត់ហ្នឹងធ្វើរឿងពីរហ្នឹង
លំហាត់ហ្នឹងយករឿងមុំឈោមស្មើគ្នាហើយមុំតគ្នាមានផលបូកស្មើ180ស្រន់ណាអូនតោះអញ្ចឹងមក អាលោកគ្រូ យើងអាចគូររូបមើលដាក់ដំណោះស្រាយហើយយើងគូររូបយកមកមើលនេះអញ្ចឹងសមត្ថកម្មគេថាមុំ1នៃប្រលេឡូក្រាមមានរង្វាស់ស្មើមុំស្មើនឹង2ដងមុំ1ទៀតស្មើ2ដងមុំ1ទៀតណាហេតុអីបាននិយាយទៅស្ដាប់នៃលំហាត់ហ្នឹងដូចមានមុំតែ2អញ្ចឹងអូនស្ដាប់នៃលំហាត់ហ្នឹងមិនដូចមានមុំតែ2អញ្ចឹងប្រលេឡូក្រាមគេមានមុំ4នៃតែស្ដាប់នៃលំហាត់ហ្នឹងដូចជាមានមុំតែ2ព្រោះហេតុអីបានដូចមុំតែ2ព្រោះយើងដឹងថាមិញមុំវាមាន2គូមានមួយគូស្មើគ្នាបើនិយាយមុំ A ហើយនឹងមុំ C មុំនោះដូចមុំតែមួយវាស្មើគ្នាបើនិយាយមុំ B ហើយមុំ D មុំនោះស្មើគ្នាដូចមុំតែមួយអញ្ចឹងយើងនិយាយតែមុំ2មុំ A ហើយមុំ B ក៏បានមុំ A ហើយមុំ D ក៏បានដែរមុំ2ហ្នឹងវាតម្លៃខុសគ្នាកាលណារកមុំ A ឃើញប៉ុន្មានមុំ C ក៏ប៉ុណ្ណឹងកាលណារកមុំ D ឃើញប៉ុន្មានមុំ B ក៏តែប៉ុណ្ណឹងដែរណាអូនអញ្ចឹងយើងស្ដាប់ទៅដូចមុំមាន2អញ្ចឹងមានន័យថាមុំ A មើលតាមរូបនេះមុំ A ស្មើនឹង2ដងមុំ D មុំ D គុណ2ដងមុំ D តូចតែបើអូនឯងគូររូបដាក់មុំ A តូចជាងវិញអូនឯងដាក់ថាមុំ D ស្មើ2ដងមុំ A វិញអាស្រ័យលើអូនឯងគូររូបទៀតហ្នឹងអូនឯងចង់ឲ្យមុំ A មកនៅកន្លែងកំពូលតូចនេះដាក់មុំ A ស្មើ2ដងមុំ D ស្មើ2ដងមុំ A វិញតោះដំណោះស្រាយមកមុំនីមួយដោយមុំ A ស្មើមុំ C ហ្នឹងហើយមុំ B ស្មើមុំ D ដូចយើងនិយាយគ្នាមិញមុំឈោមប្រលេឡូក្រាមហើយមុំ A បូកមុំ D ស្មើនឹង180មុំ A បូក D ក៏បានមុំ A បូក B ក៏បានប៉ុន្តែលោកគ្រូចង់យកនិយាយតែមុំ A D ទេដោះស្រាយមុំ2ហ្នឹងដោះស្រាយឲ្យឃើញថាមុំ A មុំ D ទេបានបែបហ្នឹងប៉ុន្តែសមត្ថកម្មអូនមើលមុំ A ស្មើ2ដងមុំណាអូនមុំ A ស្មើ2ដងមុំ D ត្រូវទេអូនអញ្ចឹងអូនយកតម្លៃនេះទៅជួសជុលហើយនេះទាំងអស់គ្នាស្រន់វិសុទ្ធ ចាលោកគ្រូ បាទហេងអូននេះអូនឯងមើលមុំ A ឡើយនេះឃើញអក្សរឡើយនេះមុំ A តែមុំ A វាស្មើ2ដងមុំ D អញ្ចឹងអាកន្លែងអក្សរមុំ A នេះលោកគ្រូដូរដាក់2ដងមុំ D បានអត់នេះ បាទលោកគ្រូ បានលោកគ្រូ នេះកាលពីដើមឡើយលោកគ្រូទៅសេកាលពីដើមឡើយអាកន្លែងហ្នឹងអក្សរហ្នឹងមុំ A បូកជាមួយនឹងមុំ D វាស្មើនឹង180ប៉ុន្តែអាមុំ A ហ្នឹងវាមានតម្លៃស្មើនឹង 2D នេះអញ្ចឹងលោកគ្រូឈប់សរសេរមុំ A លោកគ្រូដាក់អាហ្នឹងគឺមុំ 2D ហើយបូកនឹងមុំ D ស្មើនឹង180មិនដែរអូនឡើយហ្នឹងមិនវិញ តាន់លោកគ្រូ បាទតាន់អញ្ចឹងនេះយើងបាននេះបែបហ្នឹងអូខេអញ្ចឹងហើយ D មក D បូក 2D វាបាន 3D 1D បូក 2D បាន 3D អញ្ចឹងទាញរក D ស្មើ180ចែកឲ្យ3ស្មើនឹង60អញ្ចឹងមុំ D ឃើញ60បើមុំ D ឃើញ60មុំ B ក៏60ដែរនិយាយខាងលើនេះ B ក៏60ឥឡូវឃើញមុំ D យកទៅជួសជុលឡើងនេះរកមុំ A វិញមក D នេះមុំ A កន្លែងនេះអូនមើលដៃលោកមុំ A វាមិនស្មើ2ដងមុំ D ឥឡូវ D ឃើញ60អញ្ចឹងមិន2ដង60មុំ A 2ដង60មុំ A 2ដង60អញ្ចឹងបានបាន120លោកគ្រូ អូខេ good អញ្ចឹងឃើញតែ A ឃើញ D យើងចាំបាច់រក C រក B អីទៀតព្រោះមុំ C ស្មើមុំ A មុំ D ស្មើមុំ B ហ្នឹងអញ្ចឹងយើងបានហើយអញ្ចឹងហើយ A ស្មើ C 120 B ស្មើ D ស្មើ60ដូច្នេះមុំនីមួយមុំទាំង4រកឃើញហើយមុំនីមួយរបស់ parallelogram គឺបែបហ្នឹងចប់អូនបងប្អូនគ្នាអូខេចាប់ហើយមានណាអត់យល់ទេអូនមានណាអត់តន់ទេហេងមិនបាទ I don't know អត់អីអត់បញ្ហា យកដល់លោកគ្រូ បញ្ហាអូខេអូនសម្រាប់បានចឹងនេត្រា ជំរាបលា